ក្រៅពី Bitcoin តាមមានប្រជិតណាខ្លះដែលមានសក្តានុពលសម្រាប់ភាគមួយយើងនឹងនិយាយអំពី narrative crypto ដែលផ្ទុះឡើងកំឡុងឆ្នាំ2019ដល់ឆ្នាំ2022ដែលផ្ដល់ផលចំណេញរហូតដល់ 1000%មួយ institutional adoption 2019នៅឆ្នាំ2019ក្រុមហ៊ុនធំៗនិងស្ថាប័នហិរញ្ញវត្ថុបានចាប់ផ្ដើមទទួលស្គាល់ crypto ជាពិសេស Bitcoin ជាមាស digital narrative នេះបានជំរុញឲ្យប្រជិតផ្សេងទៀតទទួលបានការចាប់អារម្មណ៍ផងដែរឧទាហរណ៍ប្រជិត Chainlink ជាប្រភេទ Oracle Network ដែលភ្ជាប់ Blockchain ទៅនឹងទិន្នន័យពិភពលោកនៅឆ្នាំ2019 Chainlink មានតម្លៃ30 សេនប៉ុន្តែនៅឆ្នាំ2020វាបានហាក់ឡើងដល់តម្លៃ$20ឬជាង 6500% ដោយសារមានការគាំទ្រពីក្រុមហ៊ុនធំៗនិងការប្រើប្រាស់ Chainlink ក្នុង DeFi ហើយវាក៏មានការប្រែប្រួលតម្លៃនៅពេលស្ថាប័នកាត់បន្ថយការវិនិយោគផងដែរ2 DeFi Summer 2020 Decentralized Finance ឬហៅកាត់ថា DeFi គឺជាប្រព័ន្ធហិរញ្ញវត្ថុដែលដំណើរការលើ Blockchain ដោយមិនចាំបាច់មានធនាគារដែលបងប្អូនអាចខ្ចីលុយផ្ដល់កម្ចីឬជួញដូរបានឧទាហរណ៍ប្រជិត Uniswap ដែលជា Decentralized Exchange បានចេញផ្សាយនៅឆ្នាំ2020ជាមួយតម្លៃ50 សេនហើយនៅឆ្នាំ2021វាបានហក់ឡើងដល់តម្លៃ$45ឬជាង 8000%ប្រជិតមួយទៀតគឺ Aave ដែលជា platform សម្រាប់ផ្ដល់កម្ចីនៅឆ្នាំ2019 Aave មានតម្លៃ10 សេនក្រោយមកនៅឆ្នាំ2021វាបានហក់ឡើងដល់តម្លៃ$661ក្នុងមួយកាក់ឬជាង 6000%3 Non-Fungible Token ឬហៅកាត់ថា NFT 2021 NFT គឺជាទ្រព្យ digital តែមួយគត់ដូចជាសិល្បៈឬ item នៅក្នុង game NFT បានផ្ទុះឡើងនៅឆ្នាំ2021ឧទាហរណ៍ប្រជិត CryptoPunk ដែលនៅឆ្នាំ2020 CryptoPunk មានតម្លៃ$100ទៅ$500បន្ទាប់មកនៅឆ្នាំ2021វាបានហក់ឡើងដល់តម្លៃ$50000ដល់$50000ឬជាង 1000%មួយទៀតគឺ BAYC ដែលចេញផ្សាយនៅឆ្នាំ2021ជាមួយតម្លៃទាបក្រោយមករូបខ្លះលក់បាន$1លានដោយសារមានការគាំទ្រពីតារាល្បីឧទាហរណ៍ដូចជា Justin Bieber និងការទទួលស្គាល់ NFT ជាសិល្បៈ digital ប៉ុន្តែតម្លៃ NFT ធ្លាក់ចុះ 90% ក្រោយឆ្នាំ2021ដោយសារការពេញនិយមជាមួយ NFT មានការថយចុះ4 Play to Earn និង GameFi 2021 P2E និង GameFi គឺជាហ្គេម Blockchain ដែលអាចរកលុយបានតាមរយៈការលេងហ្គេម Narrative នេះបានផ្ទុះឡើងនៅឆ្នាំ2021ឧទាហរណ៍ប្រជិត AXS ដែលជាហ្គេម P2E នៅឆ្នាំ2020 AXS មានតម្លៃ10 សេនក្រោយមកនៅឆ្នាំ2021វាបានឡើងដល់តម្លៃ$160ឬជាង 160000% ដោយសារមានការតាក់ទាញពីអ្នកលេងនៅប្រទេសកំពុងអភិវឌ្ឍនិងឱកាសរកប្រាក់ចំណូលបានខ្ពស់ប៉ុន្តែហ្គេម P2E ជាច្រើនបានធ្លាក់តម្លៃដោយសារតែមានបញ្ហាសេដ្ឋកិច្ច5 Layer 2 Solution 2022 Layer 2 គឺជាបច្ចេកវិទ្យាដែលបង្កើនល្បឿននិងកាត់បន្ថយថ្លៃសេវាលើ Blockchain ដូចជា Ethereum ជាដើម Narrative នេះបានផ្ទុះឡើងនៅឆ្នាំ2022ឧទាហរណ៍ប្រជិត Polygon Matic ដែលនៅឆ្នាំ2019 Matic មានតម្លៃ 0.003 សេនបន្ទាប់មកនៅឆ្នាំ2021វាបានឡើងដល់តម្លៃ$2.92ឬជាង 97000%ហេតុផលនៃការជោគជ័យដោយសារ Layer 2 អាចជួយដោះស្រាយបញ្ហាថ្លៃកាហ្វេខ្ពស់និងល្បឿនយឺតប៉ុន្តែវាក៏រងការប្រកួតប្រជែងពី Blockchain ផ្សេងទៀតដូចជា Solana ឬ Avalanche ផងដែរNarrative ទាំងនេះទទួលបានផលចំណេញខ្ពស់តែវាក៏នាំមកនូវហានិភ័យខ្ពស់ដូចគ្នាដែលមានប្រជិតជាច្រើនអាចធ្លាក់តម្លៃ 90% ឬបាត់បង់ទាំងស្រុងឧទាហរណ៍ដូចជាប្រជិត NFT រាប់ពាន់ដែលគ្មានតម្លៃទាល់តែសោះនាពេលបច្ចុប្បន្នដូច្នេះបងប្អូនត្រូវវិនិយោគតែលុយណាដែលបងប្អូនអាចខាតបង់បានតែប៉ុណ្ណោះនៅភាគទី2យើងនឹងបន្តជាមួយ narrative ផ្សេងទៀតដូចជា Meme Coin, AI, RWA, DePIN និង Bitcoin Development បន្ថែមទៀត